សម្រាប់បងប្អូនដែលប្រើប្រាស់ម៉ូតូ Honda Dream ហើយជួបបញ្ហាអំពូលភ្លើងភ្លឺហើយអ៊ីវរត់តែរលត់នៅពេលយើងប្រើក្តៅទៅគឺវារលត់ប៉ុន្តែអំពូលរបស់យើងគឺអត់បានដាច់នោះទេអញ្ចឹងហើយគឺបងប្អូនអាចមើលវីដេអូនេះបានខ្ញុំនឹងចែករំលែកទាក់ទងជាមួយនឹងការជួសជុលទៅលើប្រភេទអំពូលដែលមានបញ្ហាបែបហ្នឹងណាជារីសួរបាទស្វាគមន៍មកកាន់ Channel សុងម៉ូតូ One បាទដូចបងប្អូនទាំងគ្នាបានដឹងហើយថាខ្ញុំនឹងធ្វើការបង្ហាញទាក់ទងជាមួយនឹងប្រភេទម៉ូតូដែលមានបញ្ហាទាក់ទងជាមួយនឹងអំពូលភ្លើងមុខបងប្អូនទាំងគ្នាគឺម៉ូតូនេះជាឧទាហរណ៍គឺផ្លាស់ប្ដូរអំពូលភ្លើងហើយក៏នៅតែមានអាការៈបែបហ្នឹងដែរអញ្ចឹងហើយគឺបញ្ហារបស់វាគឺទាក់ទងជាមួយនឹងចំណុចតូចៗដែលយើងមិនដែលបានចាប់អារម្មណ៍បងប្អូនទាំងគ្នាអញ្ចឹងសម្រាប់បញ្ហាបែបហ្នឹងទី1គឺយើងត្រូវធ្វើការជួសជុលនិងពិនិត្យមើលទៅលើឌុយកុងតាក់ទាំងមុខទាំងក្រោយបងប្អូនទាំងគ្នាគឺកុងតាក់ហ្វាកូដរបស់វាអានឹងហើយគឺជាចំណុចមួយដែលយើងមិនដែលបានចាប់អារម្មណ៍នោះទេនៅពេលដែលម៉ូតូយើងប្រើយូរឆ្នាំទៅគឺវាធ្វើឲ្យការឡើងស្នឹមឬក៏វាមានធូលីដីចូលខ្លាំងណាធ្វើឲ្យការចម្លងភ្លើងមិនគ្រប់គ្រាន់នោះទេបងប្អូនទាំងគ្នាហើយពេលខ្លះវាដិតពេលខ្លះវាមិនដិតទៀតអញ្ចឹងហើយធ្វើឲ្យម៉ូតូរបស់យើងវាមានបញ្ហាភ្លើងម្ដងមានម្ដងមិនមានហើយនៅពេលដែលក្តៅខ្លាំងទៅក៏អត់មាននៅពេលដែលយើងជិះត្រូវតែភ្លៀងទៅគឺបាត់ភ្លើងទៀតក៏ថាបានដែរបងប្អូនទាំងគ្នាប៉ុន្តែអំពូលគឺមិនបានដាច់នោះទេបាទអញ្ចឹងសម្រាប់ករណីបែបនេះគឺខ្ញុំជួបច្រើនមកហើយនៅពេលដែលខ្ញុំជួសជុលទាក់ទងជាមួយករណីបែបនេះគឺខ្ញុំមិនទាន់បានឆាយខ្សែភ្លើងខាងក្នុងទេខ្ញុំគ្រាន់តែធ្វើតែខាងក្រៅទៅគឺខ្ញុំអាចរកឃើញកំហុសវាជាទូទៅគឺទាក់ទងជាមួយនឹងការលលងឌុយឡើងស្នឹមដែលវាឡើងកតិចធូលីដីច្រើនពេកធ្វើឲ្យវាចម្លងភ្លើងមិនបានល្អបងប្អូនអរគ្នាបើសិនជាមានអាការៈបែបហ្នឹងអាចឆែកខ្លួនឯងក៏បានឬក៏អាចយកទៅឲ្យជាងឆែកឲ្យក៏បានដែរបងប្អូនអរគ្នាបាទតិចខ្ញុំនឹងបង្ហាញឲ្យចំគោលដៅតែម្ដងតើគោលដៅដែលវាឡើងស្នឹមហ្នឹងគឺបែបណាហើយវាលលងឌុយហ្នឹងគឺវាបែបណាហើយក៏វាមានបញ្ហាខ្សែភ្លើងឯបែបណាហើយមួយទៀតនៅពេលចុងបញ្ចប់នៅវីដេអូខ្ញុំនឹងបង្ហាញអំពីរបៀបកោះឌុយហ្នឹងកុំឲ្យបងប្អូនអត់ចេះកោះទៅវាធ្វើឲ្យបាក់បែកណារបៀបកោះវាកោះបែបណាអញ្ចឹងនៅចុងវីដេអូខ្ញុំនឹងដាក់ឲ្យបងប្អូនអរគ្នាឥឡូវនេះពេលដែលយើងដោះបានឌុយខាងហ្វាកូដហើយនឹងឌុយខាងហ្វាឌុយភ្លើងកុងតមុខអញ្ចឹងហើយយើងយកវាមកដោះបំបែកវាដើម្បីលាងសម្អាតពោះធូលីដីនៅក្នុងនោះគឺច្រើនមែនទែនតិចខ្ញុំនឹងបង្ហាញនៅពេលដែលខ្ញុំដោះបំបែកមកវាមានរូបរាងបែបណាឡើងស្នឹមបែបណាបងប្អូនអរគ្នាអញ្ចឹងហើយអូខេចាំមើលជាមួយចាក់ស្ដែងហើយពេលខ្លះវាចុចទៅស្អិតដោយសារតែវាមានធូលីដីច្រើនទៀតក៏ថាបានដែរបងប្អូនអរគ្នាបាទលើនេះគឺខ្ញុំបំបែកវាមកគឺវាឡើងស្នឹមបែបនេះហើយបងប្អូនអរគ្នាអាចមើលបានខ្ញុំចង្អុលទៅនេះគឺឡើងស្នឹមបាត់អាពណ៌ទង់ដែកបាត់ហើយឥឡូវនេះគឺខ្ញុំដោះខាត់ឲ្យគាត់រួចរាល់ហើយខាត់រហូតតចេញពណ៌ទង់ដែកបែបនេះវិញមកគឺយើងអាចចម្លងភ្លើងវិញបានហើយចឹងអាហ្នឹងគឺជាករណីតូចនោះទេប៉ុន្តែវាធ្វើទុកម៉ូតូយើងខ្លាំងមែនតើនៅពេលខ្លះយើងខំទៅដូរអំពូអីទៅវានៅតែធ្វើទុកបែបហ្នឹងយើងឆែកមើលខ្សែភ្លើងអត់មានដាច់រលាត់អីទេប៉ុន្តែនៅតែធ្វើទុកបែបហ្នឹងឥឡូវនេះក្រោយពីខ្ញុំធ្វើការលាងសម្អាតជួសជុលហើយខ្ញុំចាប់ចូលទៅវិញហើយគឺខ្ញុំតេស្តភ្លើងឲ្យបងប្អូនមើលហើយគឺវាបែបហ្នឹងគឺវាដិតល្អមែនតើភ្លើងគឺវាដិតល្អមកវិញហើយវាអត់មានបញ្ហាពេលខ្លះក៏បាត់ភ្លើងពេលខ្លះក៏មានភ្លើងដែរអាហ្នឹងគឺយើងឆែកចំណុចតូចមុននឹងយើងចូលទៅឆែកខាងក្នុងតែសម្រាប់ខ្ញុំតែខ្ញុំជួបករណីបែបនេះហើយខ្ញុំឆែកមើលកុងតាក់ហើយឃើញថាធូលីដីឡើងស្នឹមហើយគឺអាហ្នឹងឯងគឺជាជំងឺរបស់វាទូទៅឥឡូវនេះខ្ញុំតេស្តឲ្យមើលគឺភ្លើងបើកមកភ្លឺចាចហ្វាកូដអីល្អធម្មតាអត់មានបញ្ហានោះទេដោយសារយើងលាងសម្អាតវារួចរាល់ហើយបាទជាចុងក្រោយកុំឲ្យបងប្អូនទាំងអស់គ្នាឆ្ងល់តាក់ទងជាមួយនឹងការឆ្កឹះឬគាស់វាយកចេញមកខ្ញុំនឹងបង្ហាញនៅtrongវីដេអូបន្តិចទៀតនេះអូខេអញ្ចឹងហើយដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការជួសជុលគឺយើងអាចមានជាមួយនឹងកូនទល់វីសដែលមានមុខវាស្ដើងឬក៏ចុងកបិតក៏បានដែរប៉ុន្តែយើងធ្វើឲ្យប្រយ័ត្នផងបងប្អូនគ្នាបើសិនជាអត់ប្រយ័ត្នទេវាអាចធ្វើឲ្យដាច់រលាត់ស្បែកខ្ញុំបញ្ជាក់ខ្ញុំធ្វើគឺខ្ញុំប្រុងប្រយ័ត្នអានេះខ្ញុំឧទាហរណ៍ឲ្យមើលយើងគ្រាន់តែឆ្កឹះវាចូលបន្តិចហើយក៏វាមកភឹកបន្តិចមកវាចេញមកហើយពីព្រោះពួកអានេះវាប្រើជាមួយនឹងងាំមិនមែនជាកលឹះខ្លាំងទេអញ្ចឹងហើយវាទប់បានទៅធ្វើលក្ខណៈឲ្យយើងឆ្កឹះបន្តិចគឺចេញមកបានហើយយើងអាចដកវាចេញមកឲ្យមានការប្រុងប្រយ័ត្នកុំឲ្យរលាត់ស្បែកម៉ូតូរបស់គេព្រោះអានោះគឺជាស្នាមចាស់នោះទេសម្រាប់ខ្ញុំធ្វើខ្ញុំប្រយ័ត្នណាបងប្អូនអរគ្នាគឺតិចនិចបងប្អូនអរគ្នាអាចចុងក្រោយក៏អរគុណដល់បងប្អូនអរគ្នាដែលបានតាមដានតាំងពីដើមដល់ទីបញ្ចប់ហើយកុំភ្លេចជួយ Like Share និង Subscribe trên YouTube ខ្ញុំបាទផងណាជម្រាបលាបាយបាយពីសុងម៉ូតូ One